Trong lịch số nó khổ nhưng mà chúng tôi tranh số này tá ngày đi nhưng mình dạy bí hardware monitor chẳng chỉ bộ dân thời gian thay thay bất chỉ bàn pin ở remote thời gian ở power supply dân bật bán chỉ bốn thời gian xua thay ở dân cứ chia nạc kê hú comment mình comment thế hú em ai nó bây giờ dân đăng hái cứ dân ở châu máu mày hiện dân comment dân bật top nó là dân ở thời gian install trên xe sudo apt install Xtop cho nó bây giờ dân install Xtop hai cứ dân add pass comment Xtop nó đọc bay check cho mùi nâng CPU hay nâng processor nó là PC dân ba này chứ Xtop nó cứ dùng install hai vậy cho nhóm thật ca cho xem nó Xtop đọc bay check mơ thế processor dân nóមានcái khác là desktop dân nâng đọc bay comment phát ác vía dân thở ca control C mất thì dân phát ác vía bán tạo mà tiết cứ dân thở ca check RAM cho dân phò comment free slash a đọc bay check RAM cho RAM dân nơi so mà nó vì nâng bằng hand là lợi đi tặng tạo mà tiết dân cho tất cả comment bắt top là miền biệt thế df slash a df slash a nó cứ checkព័ត៌មានរបស់ hardware ចឹងព័ត៌មានរបស់ hardware ដែលយើងមាននៅក្នុង PC យើងហ្នឹងគឺមានអីខ្លះដូចជានេះ hardware ទំហំ size ហើយ user ហើយនៅ available ហ្នឹងមានអីគេខ្លះវានឹង show នៅលើ comment មួយហ្នឹងចូលដល់ comment បន្តទៀតគឺយើងផលជាមួយនឹង x b k comment ហ្នឹងគឺដើម្បី list block device សម្រាប់បង្ហាញសម្រាប់ display storage device ដូចជា disk partition ហើយនិង USB របស់ computer យើងដោយ hardware ផងខ្ញុំហ្នឹងគឺមាន2បែងចែកជា2តមកទៀតចូលដល់ comment បន្ទាប់ហ្នឹងគឺជា comment សំខាន់ដូចជា comment ហ្នឹងមានថា ps auxហ្នឹងគឺជា comment ដើម្បីcheck មើលព័ត៌មាន processor ដែលកំពុង run នៅលើ system យើងទាំងអស់អញ្ចឹងឧទាហរណ៍ថា computer យើងគឺ run នេះហើយយើងអាចមើលដឹងថា computer មួយណា run computer មួយណាអត់ចឹងណាបន្តមកទៀតដើម្បីបន្តមកទៀត comment មួយទៀតគឺជា comment clear attack comment clear attack ហ្នឹងគឺយើងប្រើសម្រាប់attack របស់កម្មវិធីណាដែលយើងកំពុងតែផលទៅវា error យើងចុចclose វាអត់ចេញគឺយើងធ្វើការផល comment clear ហើយយើងសម្រាប់ file ខ្លះយើងអត់អាចធ្វើការ clear វាផ្ទាល់បានយើងត្រូវការ add បន្ថែមជាមួយនឹងដក9បន្ថែមទៀតដើម្បីបញ្ជាក់ថាយើងពិតជា clear នៅ processing កម្មវិធីមួយនឹងពិតមែនជាឧទាហរណ៍បើសិនជាយើងចង់ clear processing មួយណាគឺយើងធ្វើការ check សិន check ទៅលើ PID ដើម្បី check ទៅលើ PID យើងចូលទៅកាន់ Xtop សិននៅពេលយើងចូលទៅកាន់ Xtop ហើយពេលយើងចូលទៅកាន់ Xtop ហើយគឺវានឹង show PID ឲ្យយើងឧទាហរណ៍នេះគឺជាលេខ PID នៅពេលដែលយើងកំពុងបើកកម្មវិធីមួយណាដែលវា error យើងអាចធ្វើការ add ថាទៅលើកម្មវិធីហ្នឹងដោយប្រើប្រាស់នៅលេខ PID ឧទាហរណ៍ថាយើងចង់ add ថា E1 គឺយើងអាចធ្វើការប្រើវា PID នឹងបានឧទាហរណ៍ថាយើងកំពុងតែបើកនៅកម្មវិធីមួយចូលឧទាហរណ៍ថាយើងបើកនៅកម្មវិធី
Word ចុះកម្មវិធី Word ចុងនៅពេលដែលយើងកំពុងបោះកម្មវិធី Word ហ្នឹងចុងទៅលើនេះវានឹងបង្ហាញថាកម្មវិធីយើងកំពុងតែ running ហើយយើងអាច check ជាមួយនឹង PID ដើម្បី clear ឬមកក៏ add task នៅកម្មវិធីនឹងចោលបានអូខេឥឡូវឧទាហរណ៍ថាខ្ញុំចង់ add task កម្មវិធីមួយនឹងមួយថា x top សាកុំតខ្ញុំរៀង error តិចចង់ចាំរៀងយូរតិចចង់ដូចថាយើងបើកម្មវិធីនេះកម្មវិធី Word នឹងផលកំពុងតែបើកដើម្បីឲ្យថាយើងគ្រាន់តែចុច command clear /a ខាងនឹងសរសេរ PID លេខដែលយើងចង់ clear ហ្នឹងគឺវានឹងធ្វើការ add task system យើងបាននេះអូខេខ្ញុំបើកកម្មវិធី Word ចង់យើងឆែកមើលកម្មវិធីដែលយើងបានបើកហ្នឹងហើយខ្ញុំចង់ឲ្យខាងនេះមួយចុះចង់362ចុចcontrol C យើងអាចថាខល command clear ដក9ដៃ62ចុះវាបាន clear ហើយអូខេចូលដល់ command បន្តទៀតគឺយើងឆែកជាមួយនឹងគឺយើងធ្វើការបិទនៅកម្មវិធីដែលយើងកំពុងតែប្រើប្រាស់ហ្នឹងឧទាហរណ៍ខ្ញុំចង់ control បិទ shutdown ខ្ញុំចុចពាក្យ command shutdown មក shutdown /r ចង់ shutdown remote ឥឡូវចង់វាអត់ឲ្យទេដោយសារអីយើងអត់មាន permission យើងគឺជា admin តែ permission សរសេរ sudo shutdown /r ដក ហើយ now ចង់ system យើង reboot កំពុងតែ reboot shutdownតមកទៀតនៅពេលដែលយើងធ្វើការ shutdown ហើយគឺវានឹងដាច់ចេញពី switch យើងនេះតមកទៀតយើងចូលដល់ command គឺវាដាច់ដោយសារតែកុំព្យូទ័រយើង slow តិចចឹងនៅពេលដែល command វាដាច់ហើយគឺវានឹងឲ្យយើងចូលទៅlog in ម្ដងទៀតតែមកខ្ញុំ log in វាចូលម្ដងទៀតមកទៀតយើងធ្វើការវាដាច់ពេលដែលដាច់ហើយយើងអាចធ្វើការ reboot វាម្ដងទៀតដោយផល command sh user ហើយយើងផលសញ្ញា add ហើយIP address យើង 112.168.56.101នៅពេលដែលយើង connect remote មកកាន់ browser យើងបានហើយយើងអាចប្រើប្រាស់បានចុះនេះវាចាំយើង clear មួយតើចូលដល់ command គឺ shut down បិទ
នៅ system យើងហ្មងអញ្ចឹង import comment sudo shutdown now យើងអត់ប្រើ /r ទៀតទេព្រោះយើងត្រូវការបិទវាឥឡូវហ្នឹងចុច enter ហើយយើង set password ចឹងវានឹង shutdown នៅYouTube យើង server យើងចឹងពេល shutdown YouTube server យើងចឹងកម្មវិធីដែលយើងធ្វើការ remote ជាមួយ PowerShell វាក៏ close ដូចគ្នាចឹងមេរៀនខ្ញុំដែលនិយាយពី comment គឺមានតែប៉ុណ្្នឹងទេអរគុណលោកគ្រូ